សួស្តីអ្នកទាំងអស់គ្នាឥឡូវយើងមកមើលរឿងថ្មីដែលមានឈ្មោះថា Pick Me Up បើចំណងជើងខ្មែរខ្ញុំអត់ទាន់ដឹងទេចេះតែដាក់សិនទៅហើយបើសិនជាអ្នកទាំងអស់គ្នាចង់ឧបត្ថម្ភមកកាន់ការផលិតវីដេអូមួយនេះអាចធ្វើការឧបត្ថម្ភតាមរយៈ QR Code មួយនេះបានផ្ដើមសាច់រឿងមកគឺបានបង្ហាញឲ្យយើងឃើញនៅមនុស្ស5នាក់បរិសុទ្ធទី1សក់វែងមានឈ្មោះថា Momon Khal បរិសុទ្ធទី2តងនឹងមានឈ្មោះថា Lily អាម៉ាប់ទី3មានឈ្មោះថា Kriti កញ្ញាទី4មានឈ្មោះថា Jenna បរិសុទ្ធទី5មានឈ្មោះថា Islat Han នោះដែលយើងស្គាល់ឈ្មោះគឺមានតែ5នាក់នឹងទេក៏ប៉ុន្តែនៅទីកន្លែងនេះគឺមានមនុស្សចំនួន11នាក់ដែលភ្លាមពួកគេស្រាប់តែភ្ញាក់ដឹងខ្លួនឡើងនៅទីកន្លែងចម្លែកមួយនេះខណៈពេលដែលកំពុងតែពិភាក្សាគ្នានៅពេលនោះក៏ស្រាប់តែមានទេពធីតាតូចមួយបានបង្ហាញខ្លួនឡើងនៅចំពោះមុខរបស់ពួកគេបង្ហាញខ្លួនភ្លាមនាងក៏បានសួរទៅកាន់អ្នកគ្រប់គ្នាថាតើអ្នកគ្រប់គ្នាបានត្រៀមខ្លួនក្នុងការប្រយុទ្ធហើយឬនៅនិងបានប្រមានទៅកាន់បរិសម្នាក់ឲ្យទៅតម្រង់ជួរអីទៅកុំឲ្យរញ៉េរញ៉ៃប្រយ័ត្នស្លាប់ហើយនៅពេលនោះមានបរិសម្នាក់ដែលមានឈ្មោះថាខាលហ្នឹងគឺពិតជាសម្ដីថ្លោះដាក់ទៅកាន់កញ្ញាទេពធីតាតូចហើយនឹងបានដកដាលបំរុងនឹងកាប់ទៅកាន់កញ្ញាទេពធីតាតូចប៉ុន្តែចូលរួមសោកស្ដាយទៅកាន់brotherខាលផងព្រោះអីពេលនេះគិតគឺបានស្លាប់ហើយដោយសារតែនៅទីនេះគឺមានច្បាប់ចម្លែកមួយអ្នកណាក៏ដោយឲ្យតែមានបំណងក្នុងការចង់វាយប្រហារទៅកាន់កញ្ញាទេពធីតាតូចដែលជាអ្នកគ្រប់គ្រងនៅទីកន្លែងនេះSystem នឹងបើកដំណើរការមុខងារការពារខ្លួនដើម្បីការពារទៅកាន់កញ្ញាទេពធីតានិងសម្លាប់មនុស្សដែលចង់សម្លាប់ទៅកាន់កញ្ញាទេពធីតាដែលហេតុការណ៍មួយនេះធ្វើឲ្យអ្នកគ្រប់គ្នានៅទីកន្លែងនោះមានការភ្ញាក់ផ្អើលខ្លាំងមែនទែនហើយកញ្ញាទេពធីតាតូចនឹងក៏បានផ្ដាំទៅកាន់ពួកគេគ្រប់គ្នាថាកុំហ៊ានសូម្បីតែចង្អុលមកកាន់នាងប្រយ័ត្នស្លាប់ហើយពេលនោះ System នឹងក៏បានចាប់ផ្ដើមបង្កើតជាក្រុមអ្នកផ្សងព្រេងដោយមួយក្រុមគឺមាន5នាក់បន្ទាប់ពី System បានចាប់ក្រុមរួចកញ្ញាទេពធីតាតូចក៏ប្រាប់ឲ្យអ្នកគ្រប់គ្នាធ្វើដំណើរចូលទៅក្នុងខ្លងទ្វារពេលវេលានិងលំហក្នុងការកម្ចាត់ទៅកាន់បិសាចដើម្បីឡើងល្វែលប្រសិនបើពួកគេបដិសេធមិនចូលទៅកាន់ខ្លងទ្វារមួយនេះទេពួកគេនឹងស្លាប់ដូចជាបរិសអំបញ្ញបាញ់ចឹងហើយពេលនោះ Islat Han នឹងក៏បានចេញតវ៉ាជាមួយនឹងកញ្ញាទេពធីតាឲ្យពួកគេទៅប្រយុទ្ធជាមួយនឹងបិសាចម៉េចបើសិនជាអត់មានអាវុធចាប់ដៃផងហ្នឹងឮដូច្នេះហើយកញ្ញាទេពធីតាក៏បានគិតថា Islat Han នឹងគឺនិយាយត្រូវបន្ទាប់មកនាងក៏បានស្នើសុំទៅថ្នាក់លើឲ្យទម្លាក់សព្វាវុធមួយចំនួនដើម្បីឲ្យអ្នកផ្សងព្រេងនឹងធ្វើការប្រើប្រាស់ដើម្បីសម្លាប់បិសាចបន្ទាប់ពីខាងថ្នាក់លើបានទម្លាក់គ្រឿងសព្វាវុធមកហើយ Islat Han នឹងក៏បានដើរទៅរកទីកន្លែងសព្វាវុធហាក់បីដូចជាគិតធ្លាប់ស្គាល់កន្លែងនេះច្បាស់អញ្ចឹងមិនយូរប៉ុន្មានយើងបានឃើញក្រុមអ្នកផ្សងព្រេងមួយក្រុមគឺបានជ្រើសរើសសុទ្ធសឹងតែអាវុធវាយប្រហារបន្ទាប់ពីរើសអាវុធហើយក្រុមពួកគេក៏ត្រូវបានកញ្ញាទេពធីតាបញ្ជូនទៅក្នុងខ្លងទ្វារដើម្បីធ្វើការប្រយុទ្ធជាមួយនឹងបិសាចកាត់មកដល់ហាននិងកញ្ញាចេណាវិញយើងបានឃើញថាអ្នកទាំងពីរហ្នឹងគឺស៊ីម៉ងខ្លាំងមែនទែនរើសអាវុធឡើងមួយថ្ងៃទីបំផុតអ៊ីស្លាតហានក៏បានជ្រើសរើសយកខែលហើយកញ្ញាចេនីវិញគឺជ្រើសរើសយកនៅព្រួញរើសអាវុធមិនទាន់បានប្រមាណផងពេលនោះ System ក៏បានជួយដំណឹងប្រាប់ទៅកាន់អ្នកគ្រប់គ្នាថាក្រុមដែលបានចូលទៅក្នុងច្រកទ្វារអំបញ្ញបាញ់គឺងាប់អស់ហើយក្រុមបន្ទាប់គឺជាក្រុមរបស់ហាននិងចេនីប៉ុន្តែក្រុមរបស់ហាននិងចេនីនឹងហាក់បីដូចជាក្បាលរឹងបន្តិចហើយពួកគេបានខំរកលេសជាច្រើនដើម្បីបដិសេធចូលទៅក្នុងហ្គេតព្រោះអីខ្លាចងាប់ដោយក្រុមមុនប៉ុន្តែគ្មានជម្រើសទេចូលក៏ងាប់មិនចូលក៏ងាប់ដែរដូច្នេះហើយពួកគេក៏សម្រេចចិត្តចូលទៅក្នុងហ្គេតមួយនោះទៅបន្ទាប់ពីបានចូលទៅដល់ទីនោះហើយមានអាសោមួយបានប្រាប់ទៅកាន់ពួកគេឲ្យដោះស្រាយជាមួយនឹងចិនទី1រួចមកក៏បានបញ្ជូនអ្នកទាំង5ទៅទីកន្លែងមួយដែលពួកគេមិនបានស្គាល់ហើយបេសកកម្មនៅចិនទី1ហ្នឹងគឺគ្រាន់តែសម្រាប់ Goblin នៅទីនេះឲ្យអស់គឺរួចរាល់ហើយឃើញដូច្នេះអាហានក៏បានប្រាប់ទៅកាន់គ្នារបស់ខ្លួនឲ្យត្រៀមខ្លួនក្នុងការប្រយុទ្ធប៉ុន្តែជាអកុសលសមាជិករបស់ហានចំនួន3នាក់គឺបានដាក់ក្បាច់ម៉ែចែកឲ្យមានតែកញ្ញាចេនីទេដែលព្រមតទល់ជាមួយនឹងបិសាចហើយដោយសារតែអ្នកទាំង3មានការភ័យខ្លាចក៏បានធ្វើឲ្យសមត្ថភាពទាំងអស់របស់ពួកគេបានធ្លាក់ចុះ 30% ហើយអ្នកទាំង3ហ្នឹងក៏មិនអាចទៅណាបានឆ្ងាយដែរដោយសារតែនៅទីនេះគឺមានរបាំងជញ្ជាំងដែលមិនអាចមើលឃើញដែលបានរារាំងពួកគេមិនឲ្យចាកចេញអំពីទីកន្លែងប្រយុទ្ធដោយសារតែបានឃើញអ្នកទាំង3អត់ប្រយោជន៍អញ្ចឹងហើយហានហ្នឹងក៏បានសួរទៅកាន់កញ្ញាចេនីថាតើចេះប្រើព្រួញអត់កញ្ញាចេនីក៏បានតបវិញថាចេះប្រើតើហើយនៅពេលនោះក៏ស្រាប់តែពពួក Goblin បានបើកការវាយប្រហារមកកាន់ហាននិងចេនីហើយចំពោះហានផ្ទាល់វិញមូលហេតុដែលខ្លួនប្រើប្រាស់ No Shield នឹងដោយសារតែអត់ចេះប្រើដាវហើយ Islat Han នឹងគឺគ្រាន់តែជាឈ្មោះក្លែងក្លាយរបស់គេទេឈ្មោះពិតរបស់គេគឺ Han Si-jun ហើយ Han Si-jun នឹងគឺបានឆ្លងចូលមកក្នុងពិភពគេមួយនេះដែលពឹងផ្អែកទាំងស្រុងទៅលើសំណាងគិតបណ្ដើរ Han នឹងក៏បានទប់ទល់ជាមួយនឹង Goblin ដែលកំពុងតែបើកការវាយ
ប្រហារមកកាន់ខ្លួន Mother ហើយចំណែកឯកញ្ញា Jenny នឹងក៏បានយាព្រួញក្នុងការបាញ់ទៅកាន់ Goblin Pick Me Up គឺជាឈ្មោះហ្គេមទូរស័ព្ទដៃមួយប្រភេទហ្គេមហ្នឹងគឺមានប៉មមួយដែលមាន100ចិនហើយគោលដៅរបស់អ្នកលេងគឺសម្អាតដល់ចិនទី100ហើយក៏មានរ៉ូលផ្សេងៗសម្រាប់ឲ្យអ្នកលេងជ្រើសរើសក្នុងការធ្វើការប្រយុទ្ធជាមួយនឹងបិសាចដែរគេអាចធ្វើការសាងសង់ផ្ទះអីផ្សេងៗឬក៏អាវុធផ្សេងៗក្នុងការទប់ទល់ជាមួយនឹងបិសាចហើយក៏មាន strategy និងយុទ្ធសាស្ត្រមួយចំនួនដែរដើម្បីទប់ទល់ជាមួយនឹងបិសាចហើយហាននឹងក៏ជាមនុស្សម្នាក់ដែលបានលេងទៅកាន់ game Pick Me Up នឹងដែរក្នុង game Pick Me Up នឹងមាន hero ពីផ្កាយ5ដល់ផ្កាយ7ហើយហាននឹងគឺជាមនុស្សដែលសួយខ្លាំងមែនទែនព្រោះអីខ្លួនមិនដែលធ្វើការពង្រាលបាន hero ផ្កាយ7ទេចំណាយលុយអស់រៀងច្រើនដែរប៉ុន្តែនៅពេលនោះមាន event មួយដែលអាចធ្វើឲ្យ player ទទួលបាននៅ item ដែលអាចធ្វើការ upgrade hero ពីផ្កាយ6ទៅផ្កាយ7បានហើយហាននឹងក៏បានបញ្ជូន hero ផ្កាយ6របស់ខ្លួនដើម្បីទៅវាយមេក្នុងការទទួលបាននៅ item ពិសេសមួយនោះក៏ប៉ុន្តែជាអកុសល hero ទាំងអស់របស់ហាននឹងគឺត្រូវបានមេ level 999សម្លាប់អស់រលីងហើយមេដែលមាន level 999នឹងហាក់បីដូចជាបានដឹងអំពីវិតាមីនរបស់ហានដែលបានលេងមកកាន់ហ្គេមនេះអញ្ចឹងហើយនៅពេលនោះក៏មានភាពងងឹតបានគ្របដណ្ដប់ទៅកាន់ហាននៅពេលដែលភាពងងឹតមួយនោះបានរលាយបាត់ទៅពេលនោះមាន system មួយបានប្រាប់ទៅកាន់ហាននឹងឲ្យធ្វើការចុះឈ្មោះដើម្បីចូលលេងហ្គេមនៅពេលដែលបានចុះឈ្មោះហើយ system ក៏បានបញ្ជូនហានទៅទីកន្លែងមួយដែលគ្របដណ្ដប់ទៅដោយភ្លុកភ្លើងដោយសារតែទីកន្លែងនេះគឺទទួលរងការវាយប្រហារអំពីសំណាក់បិសាច system បានផ្ដល់ភារកិច្ចឲ្យហានធ្វើការកម្ចាត់បិសាចនៅកន្លែងនេះហើយនឹងមានហេរ៉ូដទៃទៀតដែរដែលបានចូលរួមជាមួយនឹងហានហើយនៅពេលដែលបានឃើញ Goblin ដំបូងហានក៏មានការភ័យខ្លាចដែរក៏ប៉ុន្តែជាចុងបញ្ចប់ហានក៏អាចកម្ចាត់ទៅកាន់ Goblin មួយនោះបានបន្ទាប់ពីបានកម្ចាត់ទៅកាន់ Goblin ហើយហានក៏អាចចេញមកកាន់ខាងក្រៅវិញបានក៏ប៉ុន្តែមិនមែនគឺជាផ្ទះរបស់ហាននោះឡើយវាគឺជាកន្លែង login game សម្រាប់ឲ្យ player ធ្វើការសម្រាកហើយហាននឹងក៏ទទួលបាននៅកាដូមួយដែរប៉ុន្តែអត់ទាន់បានបើកទេដោយសារតែហានរវល់តែភ្ញាក់ផ្អើលជាមួយនឹងទីកន្លែងដែលខ្លួនកំពុងតែនៅដោយសារតែហានបានដឹងថាខ្លួនពេលនេះគឺកំពុងតែនៅក្នុង game Pick Me Up ហើយហាននឹងក៏បានបើកនៅកាដូដែល system បានផ្ដល់មកឲ្យខ្លួននឹងបាន hero មួយដែលគឺជា hero super rare ផ្កាយ4ហើយ summon hero ផ្កាយ4នឹងមានឈ្មោះថា hero Shai ហាននិង Shai បានចំណាយពេលជាច្រើនក្នុងការ clear dungeon ជាមួយនឹងគ្នាហើយនៅពេលមួយហានក៏បានជួបជាមួយនឹងកញ្ញាទេពធីតាតូច Isley ឃើញភ្លាមហានស្គាល់យ៉ាងច្បាស់ថាទេពធីតាតូចម្នាក់នេះគឺជា Isley ហើយនឹងបានហៅទៅកាន់ឈ្មោះរបស់នាងឮចឹងទេពធីតា Isley គឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនមិនបានហានស្គាល់ឈ្មោះរបស់នាងហានក៏បានប្រាប់ថាខ្ញុំដឹងនឹងគឺដោយសារតែខ្ញុំគឺជា player Pick Me Up ឬដូច្នេះកញ្ញា Isley តូចនឹងក៏បានឆែកមើលទៅកាន់ប្រវត្តិរូបនិងបានដឹងអំពីឈ្មោះពិតរបស់ហានរួចមកនាងក៏បានសួរហានថាតើហាននឹងមកពីផែនដីមែនហានក៏បានតបវិញថាបើអញ្ចឹងមានតែខ្ញុំមកពីភពព្រះអង្គាអញ្ចឹងបើមិនមកពីផែនដីឲ្យមកពីណាឮអញ្ចឹងកញ្ញាទេពធីតា Isley គឺកញ្ញាខួបផ្ដោយមិននៅស្មានថារឿងនេះវាអាចកើតឡើងទៅតែសោះប៉ុន្តែនាងក៏បានឲ្យហាននឹងធ្វើការចូលទៅកាន់ដឹងចិនលឿនៗទៅបន្ទាប់ពីបានចូលទៅជួបជាមួយនឹង Shai ហើយនៅពេលនោះ system ក៏បានប្រាប់ទៅកាន់ហានថាហានអាចcombineខ្លួនឯងនិងកញ្ញា Shai ចូលគ្នាដើម្បីឲ្យកម្លាំងរបស់ពួកគេមានការកើនឡើងឃើញជើងភ្លាមហានគឺអត់បានគិតយកទេចាប់ផ្ដើមធ្វើការcombineយកតែម្ដងមានយូរប្រមាណការcombineមួយនឹងក៏ទទួលបានជោគជ័យក៏ប៉ុន្តែអ្វីដែលជារឿងសោកសៅបំផុតសម្រាប់ហាន Shai ក៏បានរលាយបាត់បង់ខ្លួនដោយសារតែការcombineចូលគ្នាជាមួយនឹងហាននេះគឺធ្វើឲ្យហានមានវិប្បដិសារីខ្លាំងមែនទែនដែលបានបាត់បង់មិត្តភក្តិតែម្នាក់គត់របស់ខ្លួនដែលនៅទីនេះឥឡូវកាត់មកដល់ពេលបច្ចុប្បន្នវិញហាននិងគ្នាគឺកំពុងតែប្រយុទ្ធជាមួយនឹងពួក Goblin ហើយពួកគេទាំង5នាក់ហ្នឹងគឺសុទ្ធតែជា hero ផ្កាយមួយទាំងអស់អា3នាក់នោះគឺត្រូវបានបិសាចសម្លាប់ហើយសល់តែកញ្ញា Jenny និងហានប៉ុណ្ណោះដែលទប់ទល់ជាមួយនឹង Goblin នៅពេលនោះមាន Goblin មួយក្បាលបានខំទៅកាន់ដៃរបស់ហានហើយមិនទុកយូរទេហានក៏បានប្រើប្រាស់នៅខែលរបស់ខ្លួនវាយទៅកាន់ក្បាល Goblin បែកទាំងក្បាលបែកទាំងខែលទោះបីជាបានកម្ចាត់ទៅកាន់ Goblin ក៏ដោយក៏ប៉ុន្តែហានមិនភ្លេចនោះឡើយមុនពេលដែលខ្លួនបានចូលមកដល់ទីនេះបិសាចមេ level 999បានក្រឡេកមកមើលខ្លួនដូច្នេះហើយហាននឹងស្វែងរកការពិតឲ្យឃើញហើយនឹងបញ្ជាក់ប្រាប់ទៅកាន់ម្នាក់នោះថា
វាគឺបានលេងខុសមនុស្សហើយឃើញហារូរបួសអញ្ចឹងកញ្ញាចេននេះក៏បានសួរនាំទៅកាន់ហានក៏ប៉ុន្តែហានក៏បានប្រាប់ថាមិនបាច់ខ្វល់ទេអ្វីគ្រប់យ៉ាងនឹងល្អប្រសើរនៅពេលដែលពួកគេបានទៅវិញហើយទន្ទឹមនឹងនោះក៏មានកែវភ្នែកមួយបានសម្លឹងមកមើលការប្រយុទ្ធរវាងហាននិងបិសាច Goblin ហើយហានគឺបានដឹងយ៉ាងច្បាស់ថាម្នាក់នេះគឺជា Master គឺជាអ្នកដែលបានគ្រប់គ្រងនៅក្នុងការប្រយុទ្ធមួយនេះទាំងមូល Master នឹងគឺប្រៀបដូចជា player អញ្ចឹងហើយចំណែកឯហានប្រៀបដូចជា hero ដែលគេកំពុងតែលេងកាលពីមុននឹងហានក៏ប្រៀបដូចជា Master ម្នាក់ដែរដែលគិតគឺមានរហស្សនាមថា Master of the Master គិតក៏មានការសប្បាយរីករាយផងដែរនៅពេលដែលបានលេង game Pick Me Up ហើយគិតក៏ជាប់រ៉ាង top 5 ដែរបន្ទាប់ពីបាន clear នៅជនមួយនេះហើយហានក៏ទទួលបាននៅ reward ដែរមានដូចជា Gold, Steel, Copper, Leather មួយចំនួនអ្នកដែលទទួលបាន MVP ក្នុងហ្គេមនេះគឺជាហានផ្ទាល់ចំណែកឯ player 3នាក់ដែលបានចូលរួមជាមួយនឹងហានក៏បានស្លាប់ហើយអ្នកលេងហ្គេមដែលនៅក្នុងក្រុមមួយទៀតក៏បានស្លាប់ទាំងអស់គ្នាដូចគ្នាសមាជិកនៅក្នុងពីរក្រុមហ្នឹងគឺមានតែហាននិង Jenny ទេដែលនៅរស់ហើយពេលនេះហានគឺព្រមទទួលយកជោគវាសនារបស់ខ្លួនដែលស្ថិតនៅក្នុងហ្គេម Pick Me Up ហើយហានគឺគ្មានពេលវេលាក្នុងការត្អូញត្អែរទៅលើរឿងនេះទៀតទេដោយសារតែទីនេះគឺជាពិភព Pick Me Up នៅទីនេះហានក៏មានផលវិបាកតិចតួចដែរដោយសារតែខ្លួនគឺជា hero ដែលមានផ្កាយមួយជា hero ផ្កាយមួយមកពីកំណើតអញ្ចឹងហានគឺមានភាពពិបាកក្នុងការប្រយុទ្ធខ្លាំងមែនទែនតែដើម្បីជំនះជាមួយនឹងឧបសគ្គមួយនេះបានហានក៏ខិតខំធ្វើការហ្វឹកហាត់ដើម្បីឲ្យខ្លួនឯងឡើង level ហើយឥឡូវហ្នឹងហានគឺមាន level 5អ្វីដែលហានអាចធ្វើបាននៅពេលនេះគឺធ្វើឲ្យខ្លួនឯងខ្លាំងជាងមុននិងរស់បានយូរក្នុងការសងសឹកកញ្ញាជេនីឃើញហានខំប្រឹងហ្វឹកហាត់អញ្ចឹងនាងក៏បានសួរថាតើហាននឹងកំពុងតែធ្វើស្អីហានក៏បានតបវិញថាខ្លួនកំពុងតែហ្វឹកហាត់ក្នុងការទប់ទល់ជាមួយនឹងបិសាចកញ្ញាជេនីក៏បានបន្តថាហើយហ្វឹកហាត់ចាំបាច់ស្រែកខ្លាំងម៉េចដោយសារតែហានឈប់និយាយស្ដីរកនាងកញ្ញាជេនីនឹងក៏ទៅបន្តការហ្វឹកហាត់របស់នាងជាបន្តដោយការបាញ់ព្រួញហើយការបាញ់ព្រួយរបស់នាងត្រង់ខ្លាំងមែនទែនដាក់មកក្រឹបចំក្បាលយកមកហើយនាងប្រកែកបាញ់ព្រួយអញ្ចឹងហានក៏បានសួរទៅកាន់នាងថាការប្រយុទ្ធកាលពីម្សិលមិញនឹងគឺជាលើកដំបូងរបស់នាងមែនកញ្ញាជេនីក៏បានតបថាជាការពិតណាស់វាគឺជាលើកដំបូងរបស់នាងហើយហានក៏បានបន្តសួរថាតើកញ្ញាជេនីបាញ់ព្រួយប្រកែកប៉ុណ្ណាក៏បានប្រាប់ថាអត់សូវខ្លាំងទេ50-50ហើយហាននឹងក៏បានមើលទៅកាន់ stat របស់កញ្ញាជេនីដែរដោយឥឡូវនាងមាន level 2ហើយ skill របស់នាងបច្ចុប្បន្នគឺជា skill low rank archer ទោះបីជានាងមាន level ទួចជាងហានក៏ពិតមែនក៏ប៉ុន្តែនាងមាន skill ពិសេសបើជាងហានដែលគ្មាន skill សូម្បីតែមួយជាមួយនឹង skill របស់នាងកញ្ញាជេនីគឺប្រៀបដូចជាក្រឹបពេជ្រនៅក្នុងក្រុមអញ្ចឹងហើយដោយសារតែនៅពេលនេះហាននិងកញ្ញាជេនីចាប់ផ្ដើមមានទំនាក់ទំនងល្អជាមួយនឹងគ្នា system ក៏បានផ្ដល់រង្វាន់ឲ្យមួយចំនួនដែរក្រោយមកយើងបានឃើញថាហានកំពុងតែស្រែកហៅទៅកាន់កញ្ញាទេពធីតាតូចនៅពេលដែលហានហៅមកកាន់ខ្លួនអញ្ចឹងកញ្ញាទេពធីតាតូចក៏មានការមកចិត្តដែរហៅនោះហៅចង់សួរស្អីក៏នាងអត់ប្រាប់ដែរបើចង់ដឹងចម្លើយនឹងទៅរក Tower ខ្លួនឯងទៅនៅក្នុង Tower គឺមានចម្លើយទាំងអស់កុំភ្លេចណាថាខ្ញុំគឺជាមនុស្សតែម្នាក់គត់ដែលអាចឃើញ stat នៅលើក្បាលរបស់នាងកញ្ញាទេពធីតាតូចស្អីចាញ់និយាយពីស្អីអញអត់ដឹងទេនេះនិយាយស្អីវល់ធ្វើជាស្ងប់ចិត្តបន្តិចបានអត់កញ្ញាទេពធីតាតូចខ្ញុំអាចដឹងថាកញ្ញាទេពធីតាតូចនឹងគឺមាន level 257ញ៉ៃដល់ក៏អាប៉ែកនេះចង់និយាយស្អីញ៉ៃលឿនមកបន្ទាប់ពីបានឃើញប្រតិកម្មរបស់កញ្ញាទេពធីតាតូចហានគឺបានប៉ាន់ស្មានដឹងយ៉ាងច្បាស់ថាមានតែខ្លួនទេដែលអាចមើលទៅកាន់ stat របស់កញ្ញាទេពធីតាតូចបានហើយមានតែខ្លួនទេដែលអាចធ្វើការមើលឃើញទៅកាន់សារដែល admin ឬក៏ master បានផ្ញើមកអានឹងសម្រាប់ player បើសម្រាប់ទេពធីតាតូចដឹងតែមើលឃើញហើយពេលនោះហានក៏បានសួរទៅកាន់កញ្ញាទេពធីតាតូចថាតើមកនៅទីនេះនិងនៅផែនដីវាដូចគ្នាឬក៏ខុសគ្នាឮអញ្ចឹងហើយកញ្ញាទេពធីតាតូចគឺអត់បានប្រាប់ទៅកាន់ហានទេហើយហានក៏បាននិយាយឌឺទៅកាន់កញ្ញាទេពធីតាតូចថាអរគុណដែលកញ្ញាទេពធីតាតូចបានប្រាប់មិនអញ្ចឹងទេខ្ញុំប្រហែលជាគិតថាពេលវេលានៅទីនេះនិងនៅលើផែនដីប្រកាសជាដូចគ្នាហើយទេពធីតាតូចមានការកពុលមុខជាមួយនឹងហានខ្លាំងមែនទែនដោយសារតែហានប្រកែកឡុកកញ្ញាជេនីឃើញចឹងក៏រៀងឆ្ងល់ដែរថាតើហាននឹងកំពុងតែនិយាយអំពីអ្វីហានក៏បានតបទៅកាន់នាងវិញថាមិនមានអីច្រើនទេខ្ញុំគ្រាន់តែនិយាយអំពីជនដែលពួកយើងត្រូវសម្អាតប៉ុណ្ណោះការសម្អាតជននីមួយៗនឹងគឺត្រូវការតាក់ទងទៅកាន់ Master តាមរយៈកញ្ញាទេពធីតាតូចហើយគោលដៅរបស់ហាននៅពេលនេះគឺធ្វើការកម្ចាត់ទៅដល់ជនទី100ដូច្នេះហើយបានជាហានខិតខំធ្វើការហ្វឹកហាត់ដើម្បីឲ្យទៅដល់ជនទី10ជាមុនសិនបន្ទាប់ពីបានធ្វើការហ្វឹកហាត់អស់រយៈពេលប្រហែលថ្ងៃហានក៏ទទួលបាននូវ skill ថ្មីចំនួន2ហើយនៅពេលនេះហានក៏ទទួលបានបេសកកម្មថ្មីអំពី Master ក្នុងការកម្ចាត់ទៅកាន់ Dungeon មួយទៀតហើយការសម្អាតលើកនេះ
Master ក៏បានសុំឲ្យមនុស្សចំនួន3នាក់ដើម្បីបង្គ្រប់ធីមទៅឲ្យហានហើយមុខ3នាក់នឹងដឹងតែការហើយមិនបាននិយាយច្រើនទេហើយសកម្មភាពលើកនេះគឺមិនសូវខុសពីមុនប្រមាណទេបន្ទាប់ពីបានផ្ដល់អាវុធទៅឲ្យ player ហើយកញ្ញាទេពធីតាតូចក៏បានបើកច្រកទ្វារដើម្បីឲ្យ player ចូលទៅក្នុងនោះដើម្បីឆ្លងកាត់ទៅកាន់ផ្លូវមួយទៀតក្នុងការកម្ចាត់ទៅកាន់ពួកបិសាចបន្ទាប់ពីបានចូលទៅក្នុងខ្លោងទ្វារហើយពេលនោះហាននិងគ្នាក៏បានទៅដល់កន្លែងថ្មីមួយដែលកន្លែងមួយនោះលើកនេះគឺមានសត្វចម្លែកថ្មីដែលត្រូវឲ្យហានធ្វើការកម្ចាត់ដែលជាសត្វចចកហើយចំណែកឯពពួក Goblin គឺនៅតែមានវត្តមានដដែលក៏ប៉ុន្តែគេគ្រាន់តែបន្ថែមចចកមកហើយនៅពេលដែលបានចាប់ផ្ដើមការប្រយុទ្ធភ្លាមហានសម្លាប់ចចកមួយក្បាលយ៉ាងស៊ីភ័យតែម្ដងលើកនេះហានរៀងអាប់ក្រេតជាងមុនព្រោះអីឥឡូវហានមិនមែនយកតែ shield មកទេគឺយកដាវមកជាមួយដែរហើយនៅពេលនោះមានចចកមួយក្បាលចង់លោតហក់ខំទៅកាន់ហានក៏ប៉ុន្តែហានក៏យកខែរងទ័ននិងបានប្រើប្រាស់នៅដាវកាប់ទៅកាន់ចចកមួយនោះវិញហើយកញ្ញាចេននេះក៏មិនអន់ដែរមានចចកជាច្រើនក្បាលបានស្លាប់នៅក្រោមផ្លែព្រួញរបស់នាងបន្ទាប់ពីបានកម្ចាត់សត្វចម្លែកនៅក្នុង dungeon មួយនេះហើយយើងបានឃើញថាហាននិងកញ្ញាចេននេះហាក់បីដូចជាមានការនឿយហត់ខ្លាំងមែនទែនបន្ទាប់ពីបានឃ្លាទៅកាន់ dungeon ហើយពួកគេក៏ទទួលបាន 5000 gold iron ហើយនិង leather ការកម្ចាត់បិសាចលើកនេះរៀងក្រិនបើដែរដោយសារតែសមាជិកក្រុមរបស់ហានគឺអត់មានពីណាគេម្នាក់ងាប់ទេលើកនេះរៀងខុសពីមុនបន្តិចបន្ទាប់ពីពួកគេបានសម្អាតទៅកាន់ជើងទី2ហើយពេលនោះ system ក៏បានជូនដំណឹងប្រាប់ទៅកាន់ពួកគេថារយៈពេលក្រោយមកពួកគេនឹងធ្វើការឡើងទៅសម្អាតចិនទី3ហើយ Master ដែលជាអ្នកលេងហ្គេមហ្នឹងក៏មិនបានលេងហ្គេមហ្នឹងតទៀតទេបានអស់ឡាញបាត់ទៅហើយមិនដឹងជាទៅណាទេបន្ទាប់ពីបានឆ្លងកាត់នៅជើងទី2ហើយហានក៏បានដឹងថានៅក្នុងមួយជើងពួកគេចំណាយរយៈពេលមួយថ្ងៃដើម្បីសម្អាតហើយមកដល់ជើងទី3ពេលវេលានឹងកើនឡើងលឿនជាងមុន3ដងនេះមានន័យថាហាននឹងធ្វើការសម្អាតទៅកាន់ជើងទី3រយៈពេល3ថ្ងៃហើយបន្ទាប់ពីបានសម្អាតទៅកាន់ជើងទី2នឹងហានក៏បានឡើងមក level ដែរហើយហានក៏បានប្រទះឃើញថាមនុស្សដែល Master ទើបតែ summon ថ្មីមកហ្នឹងគឺកំពុងតែឆ្លោះគ្នាជាមួយនឹងកញ្ញាចេននេះដោយពួកគេគឺមិនចង់តស៊ូប្រយុទ្ធជាមួយនឹងបិសាចនោះឡើយបន្ទាប់ពីឆ្លោះគ្នារួចហានក៏បានសួរនាំទៅកាន់កញ្ញាចេននេះហើយកញ្ញាចេននេះក៏បានប្រាប់ថាលើកនេះពួកអានេះនិយាយពិបាកស្ដាប់គ្នាដល់ហើយមិននឹកស្មានថា Master សុំមន់មកសិតតែមនុស្សលបចឹងសោះឮចឹងហានក៏បានសួរទៅកាន់កញ្ញាចេននេះថាតើខ្ញុំគួរតែជួយពួកគេអត់កញ្ញាចេននេះតបវិញថាគួរតែជួយព្រោះអីបើមិនជួយទេយើងគ្មានដៃគូប្រយុទ្ធនោះឡើយបើពួកហ្នឹងវាអត់ប្រយោជន៍ចង់ងាប់ហាននឹងគឺមិនបានតបតជាមួយនឹងកញ្ញាចេននេះទេព្រោះអីអា3នាក់នឹងបន្តិចទៀតប្រកាសជាងាប់ជាមិនខានក៏ប៉ុន្តែហានចង់ដឹងថាតើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលពួកវាងាប់ពេលនោះហានបាននិយាយទៅកាន់អ្នកគ្រប់គ្នាថានៅពេលដែលដល់ជិតបន្ទប់ហាននិងកញ្ញាចេននេះជាអ្នកប្រយុទ្ធចំណែកអ្នកដទៃទៀតមិនបាច់ក៏បានដែរព្រោះអីអត់ប្រយោជន៍ស្រាប់លឺអញ្ចឹងពេលនោះអាង៉ុលចង់បង្ករឿងជាមួយនឹងហានក៏ប៉ុន្តែត្រូវហានដាក់ម្ដាយដេកដៃតែម្ដងដោយសារតែមានពេលវេលាគ្រប់គ្រាន់ហាននិងចេននេះក៏បានបន្តធ្វើការហ្វឹកហាត់ជាបន្តទៀតដោយសារតែធ្វើការហ្វឹកហាត់ជាមួយនឹងទីងមកអស់ចិត្តហើយអ្នកទាំងពីរហ្នឹងក៏បានហ្វឹកហាត់ជាមួយគ្នាដោយកញ្ញាចេននេះបាញ់ព្រួញទៅកាន់ហានចំណែកឯហានគឺជាអ្នករងព្រួញរបស់កញ្ញាចេននេះប៉ុន្តែហានក៏បានភ្លើតស្នៀតបន្តិចដោយបណ្ដាលឲ្យគ្រាប់ព្រួញរបស់កញ្ញាចេននេះបាញ់ចំផ្លូវរបស់ខ្លួនក៏ប៉ុន្តែនេះគឺមិនមែនជាបញ្ហាធំនោះឡើយដោយសារតែរបួសរបស់ហាននឹងគឺបានជាសះស្បើយភ្លាមដោយនេះគឺជាជំនាញថ្មីឬក៏ skill ថ្មីដែលហានទទួលបានហើយអ្នកទាំងពីរក៏នៅតែបន្តធ្វើការហ្វឹកហាត់ជាមួយគ្នាដោយហានគឺទទួលបាន skill ថ្មីជាបន្តបន្ទាប់ចំពោះ skill បាញ់ព្រួញរបស់កញ្ញាចេននេះនឹងក៏មានការឡើង level ដូចគ្នាមិនយូរប៉ុន្មានពេលវេលាដែលពួកគេត្រូវតែទៅសម្អាតចិនទី3នឹងក៏បានមកដល់យើងបានឃើញថាអា3នាក់ដែលអត់ប្រយោជន៍នឹងគឺបានឆ្លោះគ្នាជាមួយនឹងកញ្ញាទេពធីតាតូចហើយក៏ត្រូវបានកញ្ញាទេពធីតាតូចវាយប៉ោងមុខប៉ោងមាត់ឥឡូវសាច់រឿងកាត់មកដល់ចិនទី3ម្ដងដែលយើងបានឃើញថានៅចិននេះគឺនៅតែបន្តមានវត្តមាន Goblin ដដែលក៏ប៉ុន្តែ Goblin លើកនេះគឺមានអាវក្រោះការពារខ្លួនក៏ប៉ុន្តែជារឿងដែលអកុសលសម្រាប់ពួក Goblin ដោយសារតែហាននិងកញ្ញាចិននេះឥឡូវនេះគឺខ្លាំងមែនទែនតែពួកគេបានហ្វឹកហាត់ជាមួយគ្នានិងទទួលបាន skill ថ្មីជាច្រើនចំណែកពេលតែមួយផ្លេតទេហាននិងចិននេះគឺអាចកម្ចាត់ទៅកាន់ Goblin ទាំងអស់នោះបានយ៉ាងងាយស្រួលហើយ reward ដែលពួកគេទទួលបានគឺ Gold Steel និង Leather ទោះបីជាអាចកម្ចាត់ទៅកាន់ចិននេះបានយ៉ាងងាយស្រួលយ៉ាងណាក៏ដោយក៏ប៉ុន្តែកញ្ញាចិននេះនាងមានអារម្មណ៍ថាដូចជាមិនសូវពេញចិត្តឬក៏សប្បាយចិត្តទៅតែសោះសារតែអា3ក្បាលនឹងវាមិនបានចូលរួមប្រយុទ្ធ
ជាមួយនឹងនាងនោះឡើយមកហ្នឹងគឺមកដើម្បីតែបង្ក្រប់កិច្ចទេហានក៏បានលួងលោមទៅកាន់កញ្ញា Jenny ថាមិនបាច់ខ្វល់ពីពួកវាទេវាមិនបានចូលរួមវាយប្រហារឬក៏ប្រយុទ្ធជាមួយនឹងយើងពួកវាក៏អត់ level ដូចគ្នាអញ្ចឹងហើយវាបានធ្វើឲ្យពួកគេនឹងឡើង level លឿនជាងមុនហើយពេលនោះ System ក៏បានបង្ហាញនៅសារមួយទៅឲ្យហានបានឃើញដោយនោះគឺជា tip ក្នុងការបង្ក្រាបទៅកាន់អា3ក្បាលដែលមិនជួយធ្វើអីទើបតែសោះ tip ហ្នឹងគឺមិនមានអីច្រើនទេគ្រាន់តែឲ្យអា3ក្បាលហ្នឹងរត់មិនក៏រត់ទៅរត់បានកាន់តែច្រើនកាន់តែល្អពួកវាក៏មានសកម្មភាពកាន់តែច្រើនដូចគ្នាហើយតើហានហ្នឹងគឺចង់ទៅជើងទី1ដើម្បីចាប់ផ្ដើមម្ដងទៀតអត់ហានក៏បានចុចយកព្រំដើម្បីធ្វើដំណើរទៅកាន់ជើងទី1ម្ដងទៀតក្នុងការឃ្លាទៅកាន់ដឹងចិនពីជើងទី1មកជើងទី3វិញហើយមិនយូរប៉ុន្មានហានក៏បានឃ្លាពីជើងទី1មកដល់ជើងទី3បន្ទាប់ពីបានចេញអំពីការកម្ចាត់ទៅកាន់ជើងនីមួយៗហើយកញ្ញា Jenny នាងក៏បានរអ៊ូរទាំថាតើហានទុកអា3ក្បាលនោះដល់ណាទៀតហានក៏បានប្រាប់ទៅកាន់កញ្ញា Jenny ឲ្យចេះតិចសិនព្រោះអីខ្លួនគឺមានដំណោះស្រាយហើយពេលនោះហាននិងគ្នាទាំង5នាក់ក៏បានទៅដល់កន្លែងមួយដោយកន្លែងមួយហ្នឹងគឺជាកន្លែងដែល Combine Hero ក្នុងចំណោមគ្នារបស់ពួកគេទាំង5នាក់ប្រកាសជាមានអ្នកងឹបជាមិនខានហើយហានក៏បានបញ្ជាក់ប្រាប់យើងអំពីកន្លែង login នៃ Game Pick Me Up ដែរដែលវាមានដូចជា Workshop Square Holding Factory Training Hall ហើយនិងស្អីគេអត់ដឹងទេកន្លែងនៅហើយកន្លែង Workshop ហ្នឹងគឺជាកន្លែងដែលពួកគេកំពុងតែនៅនឹងឯងដើម្បីធ្វើការ Combine Hero ចូលគ្នា